អ្នកស្រុកភូមិខ្ញុំឲ្យតែមានវិធីមង្គលការអីតែងតែធ្វើជ្រក់សណ្តែកបែបបុរាណនេះហើយវាថារសជាតិវិញខុសពីអ្នកលក់នៅលើទីផ្សារបងប្អូននេះឡើយណានេះយោញ៉ាំពាក់ភូមិឲ្យផ្លែលំទីផ្សារណាយំតានេះណាតាំង YouTube ពុកពាក់ឲ្យបែបនេះណាខាត់ញ៉ាណាខាត់បងតាខាត់បងតាពេលខាត់នេះតាំង YouTube ពុកពាក់ឲ្យតែមិនធ្វើកម្មផ្ទាល់ទេទៅដល់វាចង់ធ្វើរៅខ្ញុំដាក់ផ្ទាល់ទេនេះវាបោកយកគេចាំថាគេចាស់ដែរណាស្នេះទៅចាក់បំផុតគេចាក់បំផុតជ្រក់ឆ្ងាញ់គ្រឿងនេះបើគ្រឿងអត់ច្រើនអត់ឆ្ងាញ់ទេជ្រក់បុរាណជ្រក់នេះនៅអត់មានលក់នៅក្នុងទីផ្សារទេមានតែពេលការបន្ទានការទេបន្ទានរហូតបន្ទានអត់មានដែរមានតែការទេនេះឆ្ងាញ់ជ្រក់ស្ដែកខានណាយ៉ាងចេះស្ដែកបុរាណស្បែកគេលេហើយអ្នកស្រុកភូមិខ្ញុំឲ្យតែមានវិធីមង្គលការជ្រក់សណ្តែកហ្នឹងអត់ចោលទេបងប្អូនដូចថាជាប្រពៃណីហ្មងត្រូវតែមានជ្រក់សណ្តែកហ្នឹងតែជ្រក់សណ្តែកបែបបុរាណហ្នឹងគឺគ្រឿងច្រើនមែនតើបងប្អូនមានតាំងពីកុលក្រៃមានម្ដងមានម្ទេសហើយជាមួយនឹងខ្ទឹមក្រហមគឺគ្រឿងច្រើនមែនតើជ្រក់សណ្តែកបែបបុរាណនេះគឺរសជាតិខុសពីលក់នៅលើទីផ្សារហ្មងម្ដងវិញគឺយកមកបុកឲ្យម៉ត់បែបនេះឯងបងប្អូនហើយការធ្វើជ្រក់សណ្តែកនេះគឺធ្វើថ្ងៃជាមួយនឹងវិចនំសំហើយអ្នកស្រុកភូមិខ្ញុំស្រោះដៃគ្នាបងប្អូនឲ្យតែមានវិធីមង្គលការមានបន្ទានអីគឺជួយគ្នាស្រោះដៃគ្នាមែនតើខ្ញុំទេបងប្អូនហើយបានជួយហាន់ខ្ទឹមក្រហមខ្លះដែរប៉ុន្តែដូចដឹកស្រាប់ឲ្យខ្ទឹមក្រហមនិយាយពីថាពេលដែលហាន់ខ្ទឹមក្រហមនិយាយពីថាយំផងអីផងបងប្អូនគឺចាញ់ខ្លាំងមែនតើខ្ញុំថាឲ្យហាន់កុលក្រៃដោយអត់ចំទាញទេដល់ពេលអញ្ចឹងអត់ដឹងថាខ្ញុំជួយបានអីខ្លះទេបងប្អូនហើយប្រហែលជាចំទាញតែខាងថតអញ្ចឹងណាហើយវីដេអូខ្ញុំចេញថ្ងៃហ្នឹងគឺចូលរោងការថ្ងៃហ្នឹងហើយបងប្អូនហើយការវិចនំសំនំគមហើយជាមួយនឹងការធ្វើជ្រក់សណ្តែកហ្នឹងគឺធ្វើមិនសមមិញបងប្អូនធ្វើថ្ងៃទី27ហើយចូលរោងការថ្ងៃទី28បងប្អូនហើយបើថាយាយអ៊ំវិញគឺគាត់ចង់និយាយថាប៉ិនហាន់ខ្ទឹមមែនតែនខ្ទឹមក្រហមបើថាខ្ញុំវិញអូយទៅអត់រួចទេបងប្អូនឡើងយំពេញហ្នឹងហ្មងហើយដល់ពេលគ្រឿងច្បល់ចូលគ្នាហើយគឺយកមកលាបបែបនេះឯងបងប្អូនឯការរបៀបធ្វើអីខ្ញុំទៅអត់ចេះទេបងប្អូនខ្ញុំបានតែថតបន្តិចត្រួសទេបើថាឲ្យខ្ញុំរៀបរាប់គឺពិបាករៀបរាប់បងប្អូនដោយសារតែខ្ញុំអត់ធ្វើផ្ទាល់ហើយម្យ៉ាងទៀតខ្ញុំបានតែមើលត្រួសហើយបើថារូបមន្តធ្វើជ្រក់សណ្តែកបែបបុរាណនេះវិញគឺខ្ញុំអត់ដឹងទេបងប្អូនហើយជ្រក់សណ្តែកបែបបុរាណនេះវិញនៅលើទីផ្សារមានរសជាតិបែបហ្នឹងទេបងប្អូនគឺរសជាតិខុសគ្នាហើយជ្រក់សណ្តែកបែបបុរាណនេះហូបបានតែពេលមានវិធីមង្គលការទេបងប្អូនហើយបើថាគ្រឿងវិញបងប្អូនហើយតំណងខ្លាំងមែនតែនបើមិនឆ្ងាញ់យ៉ាងម៉េចបងប្អូនមើលគ្រឿងឡើងយ៉ាងនេះហើយការធ្វើជ្រក់សណ្តែកនេះទុកតែមួយយប់គឺថារសជាតិឆ្ងាញ់ខ្លាំងមែនតែនបងប្អូនហើយបើថាទុកពីយប់យើងជូរជ្រះអញ្ចឹងណាបងប្អូនវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ផងដែរអរគុណទៅដល់បងប្អូនអ៊ំពូមីងដែលចូលចិត្តនឹងតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាហើយខ្ញុំថ្ងៃហ្នឹងទៅថតឲ្យបងប្អូនមើលកូនកន្លោះកូនក្រមុំរងនេះកូនកន្លោះនៅខេត្តកំពង់ឆ្នាំងកូនក្រមុំនៅខេត្តពោធិ៍សាត់បងប្អូន